ខ្ញុំគិតថាយើងឃើញនេះលការច្រើនហើយតែសាកមើលមួយនេះសិននេះជា Black Shark GS3 Ultra វាជានាឡិកាគីឡូធ្ងន់ក្នុងស៊េរី GS3 ដែលបំពាក់ Dual Band GPS ប្រើកញ្ចក់ 9H Gorilla Glass ធន់ដូចត្បូងប្រើអាក្រោះ IP69K 5 ATM អាចមួយនៅក្នុងទឹកជ្រៅដល់ទៅ50ម៉ែត្រវាឆ្លងកាត់ការតេស្តស្តង់ដារយោធា15ដំណាក់កាលវាបំពាក់ display AMOLED 60Hz ជះពន្លឺដល់ 1000 nits និងអាចអូសជីវិតថ្មដល់ទៅ18ថ្ងៃផងដែរ18ថ្ងៃតាមការតេស្តរបស់ក្រុមហ៊ុនតែជាក់ស្ដែងបើយើងប្រើដោយមិនបើក always on display ទេវាស៊ូបានដល់2សប្តាហ៍តែបើប្រើច្រើនហើយបើក always on display ជាប់ទៀតវានៅស៊ូបាន5ទៅ6ថ្ងៃដែរលើពីនេះវាក៏ប្រើ dual bluetooth ដែល support ការលើក call លើនាឡិកាផ្ទាល់ដោយមាន ENC ទប់សំឡេងរំខានពេលនិយាយទូរស័ព្ទបានយ៉ាងល្អចំណុចដែលខ្ញុំស្រឡាញ់បំផុតមួយទៀតគឺពេលបើកប្រអប់ភ្លាម boot នាឡិកាឡើងភ្លាម GS3 Ultra វាមានភាសាខ្មែរយើងពេញលេងមកស្រាប់តែម្ដងដោយនេះយើងមិនពិបាកធ្វើចិត្តមើលអក្សរដាច់ដៃដាច់ជើងដូចមុនឬត្រូវចាំកំណែ update សន្យាខ្យល់ដូចនាឡិកាដទៃឡើយអញ្ចឹងមើលទៅ Black Shark ដូចនាំសោមាសលក់ធំមកញាត់នៅក្នុង GS3 Ultra ស្ទើរតែទាំងអស់ហើយចំណែកតម្លៃក៏មិនថ្លៃនោះទេគេវាយផ្លាកចេញត្រឹម$85ប៉ុណ្ណោះជាមួយនឹងការធានាពេញលេញពីក្រុមហ៊ុនទៀតផងបើប្រៀបនឹងតម្លៃលក់អនឡាញស្រុកយើងគឺកាន់តែធូរជាងច្រើនដូចនេះមើលទៅវាស្ទើរតែគួរឲ្យយើងស្ទុះទាញលុយទៅទិញភ្លាមគ្រាន់តែសំណួរនោះសួរថាតើការប្រើជាក់ស្ដែងវាមិនដែរការប្រើជាក់ស្ដែងចិត្តមួយខែមកនេះ GS3 Ultra វាធ្វើបានដូចគេផ្សាយអញ្ចឹងគ្រាន់តែចំណុចដែលខ្ញុំស្ទើរចិត្តមួយពីរនោះគឺការសាកថ្មវាមិនលឿនខ្លាំងដូចការចង់បានឡើយខ្ទង់3ម៉ោងពី0ដល់ 100% តាមខ្សែ pin 2 ឆក់ជាប់ wireless នេះវារៀងចាំយូរគួរសមហើយមួយទៀតគឺវាមិនអាចផ្ទុកតន្ត្រីឬភ្ជាប់ជាមួយនឹងកាស wireless បន្ថែមបាននោះទេអញ្ចឹងការប្រើស្ដាប់សំឡេងគឺប៉ុន្តែលើ speaker នៅផ្នែកខាងក្រោមបាញ់ទៅខាងលើនឹងទាំងស្រុងយ៉ាងណាដូចខ្ញុំបានបញ្ជាក់អញ្ចឹងការ call លើនេះយើងអាចនិយាយបានច្បាស់ speaker វាក៏លាន់ខ្លាំងល្មមយើងស្ដាប់ podcast នៅពេលយប់ដែរជាពិសេសវាក៏ជួយទប់សំឡេងរំខានបានប្រសើរទៀតផងវាប្រើ Bluetooth 5.3 និង 3.0 ភ្ជាប់ជាមួយនឹង iPhone ក៏បាន Android ក៏បានពេល call មកយើងអាចចុចលើកនៅលើអេក្រង់ផ្ទាល់វា support ទាំងលេខទូរស័ព្ទនិងការ call តាម Telegram ហើយចំណុចពិសេសបំផុតដែលខ្ញុំបង្ហើបមុនហ្នឹងគឺភាសាខ្មែរលើនេះបង្ហាញហ្វុងបានស្អាតពេញមួយ system តែម្ដងអញ្ចឹងវាស្រួលមើលខ្លាំងយើងមិនថាំចិត្តពេលដែលគេផ្ញើសារមកឬក៏ឆាតមកមើលឃើញជ្រុងទៀតឡើយជាពិសេសអ្នកដែលមិនចេះភាសាអង់គ្លេសគាត់អាចមើលអក្សរខ្មែរនៅលើផ្ទៃអេក្រង់នឹងផ្ទាល់ស្រួលយល់មែនទែនណាមួយការបកប្រែលើនេះក៏មិនភ្លាវដែរវាត្រឹមត្រូវល្មមយើងដឹងពីខ្លឹមសារនីមួយៗច្បាស់ហើយបើនិយាយពីច្បាស់គឺអេក្រង់ AMOLED Round Mole ទំហំ 1.43 inch នឹងតែម្ដង Resolution 466 pixel ជាមួយនឹង Density 321 pixel ក្នុងមួយ inch វាពិតជាបង្ហាញសាច់រូបភាពម៉ត់ខាប់គ្មានចេញក្របត្រេគ្មានចេញក្របត្រេនោះទេវាថែមទាំងចាក់ទឹកពណ៌ខ្មៅដិតស្រស់ផងដែរល្បឿន refresh rate វាថែមទាំង Osmooth 60Hz រអិលពេញ interface ទាំងមូលតែម្ដងហើយបើប្រើនៅខាងក្រៅយើងក៏មិនពិបាកយកដៃមកបាំងពន្លឺថ្ងៃឡើយព្រោះអេក្រង់នេះវាចេះបានដល់ទៅ1000 nits ល្មមយើងមើលលេខនិងអក្សរដែលបង្ហាញនៅលើអេក្រង់ច្បាស់ហើយវាក៏មាន always on display និងមុខងារដាក់ដៃលើអេក្រង់ឲ្យដេកក៏ដូចជាលើកឡើងឲ្យវាភ្លឺអេក្រង់ផងដែរគ្រាន់តែអ្វីដែលវាមិនមានគឺមុខងារ auto brightness ដោយនេះយើងត្រូវកំណត់កម្រិតពន្លឺឡើងចុះដោយខ្លួនឯងជាប់អូខេឥឡូវយើងបកមកមើលរចនាបថវិញ Black Shark GS3 Ultra ប្រើភាសា design octagonal ដែលមានជ្រុងលយចេញ8ទិសទាំងលើមុខនិងនៅលើខ្លួនអញ្ចឹងវាមិនចម្លែកប្លែកពីនាឡិកាថ្លៃដទៃពេកទេខ្ញុំក៏ពេញចិត្តដែលវាមើលទៅមិនបង្ហាញថាជានាឡិកាផ្សងប្រេងពេកដែរអាចថា sport cut fashion ស្នាមឈូលើខ្សែ line និង tray វាឆាប់ចេញមកចាំងល្អទាំងប៊ូតុងឆ្លាក់ទាំង4ហ្នឹងថែមទាំងឆ្លាក់ស្នាមក្រឡាញឹកស្រួលឲ្យយើងស្ទាបទៅក្រៀកស្រួលចុចទៀតផងហើយប៊ូតុងខាងលើផ្នែកខាងស្ដាំនេះវាពិសេសជាងគេដោយសារវាមានខ្សែក្រហមថែមជាតិមួយតង់ស្រូបចំណាំវាជាប៊ូតុង power ផងយើងអាចហូតឲ្យជាប់ទៅដើម្បីចុចបិទឬក៏ restart និងចុចមួយដងចូល menu ចុចម្ដងទៀតត្រឡប់ក្រោយចំណែកប៊ូតុងខាងក្រោមនេះវិញវាជាប៊ូតុង sport ដែលយើងអាចចុចចូលទៅមុខងារកីឡាជាង160 mode ឯណោះទាំងហាលទឹករត់ក្រៅផ្ទះរត់ក្នុងផ្ទះ yoga tennis បាល់បោះបាល់ទះ ski អីមានមួយ set លើពីនេះវាក៏អាច auto detect ដឹងពីចលនាកីឡាយើងបានដោយស្វ័យប្រវត្តិបានទៀតផងហើយប៊ូតុង up និង down ផ្នែកខាងឆ្វេងវិញយើងអាចប្រើសម្រាប់បញ្ជាមុខងារឡើងលើនិងចុះក្រោមទៅលើពណ៌វិញ GS3 Ultra ក៏ចេញមកមានពីរពណ៌គឺខ្មៅនិងទឹកប្រាក់ហើយការប្រើមួយរយៈនេះពាក់លើដៃជាក់ស្ដែងខ្ញុំរៀងត្រូវភ្នែកជាមួយនឹងទឹកប្រាក់នេះជាងខ្ញុំដឹងថាខ្មៅវាកាចអ្នកប្រើជាច្រើនប្រកាសជារើសយកវាហើយវាស្រួលពាក់ត្រូវគ្រប់ឈុតខោអាវមិនរើសនោះទេតែពណ៌ទឹកប្រាក់នេះ
វាមើលទៅក៏ clean ស្អាតម្យ៉ាងដែរអាចថាវារៀងឃើញលេចជាងយ៉ាងណាពួកវាទាំងពីរប្រើខ្លួនធន់មានតម្លៃដូចគ្នាតួវាស្របដោយ zinc alloy ដែលធន់ជាមួយនឹងការអុកការឆ្កូតបានយ៉ាងល្អវាក៏មិនច្រេះនិងមានទម្ងន់ស្រាលទៀតផងប្រមាណជា56ក្រាមប៉ុណ្ណោះហើយខ្សែ22មីលីម៉ែត្រវាជាប្រភេទ silicone ស្វិតដែលមានសាច់ទន់ល្មមយើងពាក់យូរក៏មិនមានអារម្មណ៍ថាក៏គិតទៅឈឺក៏ដៃនោះទេទាំងពេលហាត់ប្រាណទាំងពេលគេងវាមិនរំខានអារម្មណ៍យើងឡើយហើយខ្សែនេះក៏យើងអាចដោះចេញនិងអាចប្រើ brand ថ្មីយើងអាចទិញក្រៅទៅយើងអាចលេង style បានតាមចិត្តសូមបញ្ជាក់ថាដើម្បីភ្ជាប់ជាមួយនឹង GS3 Ultra បានយើងត្រូវដំឡើងកម្មវិធី Shark Track ជាមុនសិនវាមានទាំងលើ Play Store និង App Store ហើយការគ្រប់គ្រងនាឡិកានេះយើងអាចកំណត់នៅលើនាឡិកាក៏បានចុចបញ្ជាលើអេក្រង់ឬចុចប៊ូតុងឬក៏កំណត់តាម App ក៏បានគ្រាន់តែតាមកម្មវិធីវាបង្ហាញផ្ទៃប្រើប្រាស់យើងឃើញធំស្រួលបញ្ជាជាងនិងអាចចូលទៅ download មុខនាឡិកា free ជាច្រើនទៀតក៏ដូចជាកំណត់ដាក់តាំងរូបភាពយើងបានផងដែរលើពេលនេះយើងថែមទាំងអាចដាក់ QR code account ធនាគារឬក៏បណ្ដាញសង្គមយើងនៅលើនាឡិកាផ្ទាល់ដើម្បីឲ្យគេងាយ scan បាញ់លុយមកយើងបានភ្លាមៗទៀតផងហើយបើនិយាយពីមុខងារតាមដានសុខភាពក្នុងនេះគឺមានច្រើនហើយក៏អាចប្រើវាជាឧបករណ៍សំខាន់មួយដើម្បីស្វែងយល់ពីខ្លួនប្រាណយើងបន្ថែមបានផងដែរវាមាន sensor វាស់ចង្វាក់បេះដូង24ម៉ោងមើលអុកស៊ីហ្សែនក្នុងឈាមតាមដានដឹងពីការគេងពេលយប់និងការគេងលេងវាយល់ពីកម្រិតគេងស្កប់ឬមិនស្កប់រយៈពេលប្រមាណទៀតផងឥឡូវពីនេះវាក៏មានមុខងារចុចម្ដងអាចវាស់បានដល់ទៅ3មុខក្នុងពេលតែមួយវាដឹងពីចង្វាក់បេះដូងអុកស៊ីហ្សែនក្នុងឈាមនិងកម្រិត stress ចំណាយពេលត្រឹម1នាទីប៉ុណ្ណោះហើយលទ្ធផលទាំងអស់វាផ្ដល់ជាការវិភាគសរុបមកវិញនៅក្នុងកម្មវិធីដើម្បីឲ្យយើងពិនិត្យមើលបន្ថែមឲ្យស៊ីជម្រៅផងដែរវាក៏ផ្ដល់យោបល់មកវិញដើម្បីឲ្យយើងថែទាំទាំងរាងកាយក៏ដូចជាសាររំលឹកឲ្យយើងឲ្យដើរជាពីការអង្គុយយូរនិងផ្ដល់ដំណឹងឲ្យញ៉ាំទឹកជាប្រចាំទៀតផងហើយសម្រាប់អ្នកឧស្សាហ៍ជិះកង់ខាងក្រៅឬរត់ក៏ដូចជាដើរនៅខាងក្រៅយើងក៏អាចប្រើមុខងារ GPS ក្នុងនឹងដើម្បីកំណត់ទីតាំងបានផងដែរសម្រាប់ខ្ញុំមានពេលតែដើរក្នុងផ្ទះឬក៏រត់លើម៉ាស៊ីនទេយ៉ាងណាខ្ញុំក៏សម្គាល់ឃើញថាការវាស់ជំហាននិងល្បឿនក៏ដូចជាចម្ងាយវាអាចទុកចិត្តជាមួយនឹង data នៅលើម៉ាស៊ីនខ្ញុំបានគ្រាន់តែ GPS លើនាឡិកានេះវាមិនមាន offline map ឡើយអញ្ចឹងយើងអាចប្រើវាដើម្បីដឹងពីទិសដៅទុកមើលតាមក្រោយតែមិនអាចអូសមើល download map ឬក៏ផែនទីទុកនៅក្នុងនាឡិកានេះបាននោះទេគ្រាន់តែថា$85យើងប្រកាសជាមិនអាចឃើញមុខងារ offline map ដាក់លើនាឡិការួចដូចគ្នាប៉ុន្នេះគឺលើសពីការសមហើយជាស្ដែងខ្ញុំសាកយកទៅសៀមរាបប្រហែលថ្ងៃមុននេះវាដឹងពីខ្សែផ្លូវក៏ដូចជា line អាចទុកចិត្តបានវាក៏មានត្រីវិស័យស្រួលមើលទិសនិងដឹងពីសម្ពាធបរិយាកាសនិងកម្ពស់ទៀតផងនិយាយរួមមានមួយនេះល្មមមិនដុតលុយយើងឲ្យលើសពេកឡើយជាពិសេសនៅពេលដែលបើកប្រាក់ខែឬក៏ចុងខែហ្នឹងវាអាចធ្វើការងារចាំបាច់ទាំងអស់ដោយរក្សាទូខ្លួនធន់គ្រប់កលៈទេសៈទាំងពេលក្តៅខ្លាំងនិងពេលត្រជាក់ខ្លាំងសំខាន់វាផ្ដល់មុខងារ call កាត់សម្លេងរំខានខ្ពស់អេក្រង់មើលភ្លឺច្បាស់សម្ផស្សភាសាខ្មែរពេញមានមុខងារកីឡាច្រើនជាមួយនឹង sensor តាមដានសុខភាព24ម៉ោងរួមជាមួយនឹងថាមពលថ្មដែលកាន់បានយូរផងដែរអូខេអញ្ចឹងនេះជាអ្វីដែលអ្នកចង់ដឹងពីនាឡិកា Black Shark GS3 Ultra ពេលនេះវាមានលក់ហើយអ្នកទាំងគ្នាអាចស្វែងរកទិញបានឬក៏ទៅតេស្តផ្ទាល់បានថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងដូររដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងគ្នានៅវីដេអូក្រោយទៀត